មានបងប្អូនសួរខ្ញុំច្រើនណាស់ថាអេលីហ្នឹងកូនក្នុងរឿងឬក៏កូនមែនតែនចាំមើលtrongវីដេអូខ្ញុំនឹងប្រាប់បងប្អូនអស់ថាតើអេលីត្រូវជាមិនជាមួយនឹងខ្ញុំបងប្អូនណាហើយមើលឥឡូវមកមើលស្នាដៃគេសិនបងប្អូនហើយអស់នៅលើបងប្អូនមើលក្បាលខ្ញុំនេះមើលស្នាដៃនេះគ្រាន់ឡើងពេញមួយក្បាលហើយអេលីសាឡនបងប្អូនជួយរ៉េតមកឲ្យម៉ានលើម៉ាននេះហើយឥឡូវមកចាប់ក្បាលម៉ែគ្រាន់ឡើងពេញអស់លេងចឹងអានេះវាមិនត្រឹមទិញទុយអានេះអីគេនេះបើទិញទុយវាតែ2ឯងតែឡើង4ហ្នឹងវាចូលស្អីវិញហីមិន4ទេ5អាមុខនេះមួយទៀតនេះម្នាក់ណាតើបាយខ្ញុំហើយមិនរត់ទេហើយរត់ទេហើយមិនហើយចោលម៉ែទៅជួបគេសើចគ្រប់គ្នាមែនបងប្អូនមើលនេះអញមិនរត់ទេអេលីអញធ្វើសក់ក្បាលម៉ែឡើងចឹងឯងគិតមើលនេះគេតែតែខ្លួននៅសក់អេលីមែនមកចាប់គ្រាន់ក្បាលខ្ញុំនឹងពេញអស់នេះសំចេះតែមានអត់ទេតែខ្លួនចឹងទៅបើសម្លាញ់តួបែបអត់គ្រប់ទៅអីអូយសាមណាថាយើងទូចឹងរៀងណាមើលផ្សេងទូស្រាប់ចឹងណាអូឥឡូវហ្នឹងទៅសាឬក៏ឌីលតែប្រកាសវាសំយល់អត់វាសាតែបដាទូអត់គ្រប់ទឹកសំចង់មានន័យថាមិនលើហ្នឹងសំអត់យល់សំអេលីថាសំហើយធីមការងារខ្ញុំមិញខ្ញុំស្មានតែគេសរសើរខ្ញុំហ្នឹងក្រងហើយស្អាតក្មេងមានណាគេថាខ្ញុំហ្នឹងសំដាទូអត់គ្រប់ទឹកអូទៅពេលមើលខ្លួនឯងនេះស្នាដៃកូនអាហ្នឹងចាហើយបន្ទាប់ពីអេលីចាប់ក្រងហើយលើមកផ្ទះវិញមកដល់កន្លែងកក់សក់ឲ្យជាងសាឡនគាត់កក់សក់ឲ្យបងប្អូនហើយព្រោះថ្ងៃហ្នឹងត្រូវថតផងអញ្ចឹងបាញ់ surprise ផងគេផ្លុំមូផងឡើងរឹងសក់ឲ្យលីងផងចាហើយត្រូវអេលីចាប់ក្រងទៀតអញ្ចឹងមកដល់កន្លែងសាឡនរៀងខ្មាស់គេបន្តិចដែរគេសួរថាចុះពីតាគេក្រងសក់អីក៏អត់ស្មើគ្នាអញ្ចឹងក្រងសក់អីអាក្រក់ម៉ែបងសាឡនគាត់សួរចាហើយលើកំពុងឲ្យគាត់កក់សក់ឲ្យសាប៊ូដែលខ្ញុំតែងតែកក់គឺសាប៊ូខ្មែរយើងនឹងឯងបងប្អូនគឺសាប៊ូក្លិននឹងឯងបងប្អូនកក់ទៅពពុះច្រើនក្លិនក៏ក្អូបសក់យើងក៏ទុនចាហើយសាប៊ូក្លិនហ្នឹងគេមានច្រើនប្រភេទណាបងប្អូនមានប្រភេទសម្រាប់សក់ខូចសម្រាប់សក់ជ្រុះសម្រាប់ស្បែកក្បាលអង្គែអញ្ចឹងបងប្អូនរើឲ្យត្រូវជាមួយនឹងសក់របស់យើងទៅប្រើទៅវាបានផលប្រើទៅវាត្រូវចាហើយគេមិនមែនមានតែសាប៊ូអីគេមានជាក្រែមបន្ទន់ផងដែរណាបងប្អូនចាអញ្ចឹងប្រើជាសេតរបស់គេទុនសក់ល្អណាស់បងប្អូនអើយសូម្បីតែសាប៊ូហ្នឹងកក់ឲ្យក៏ទុនសក់ដែរអត់ទាន់បានប្រើក្រែមបន្ទន់ហ្នឹងក៏ទុនសក់ដែរបងប្អូនមើលបងសាឡនគាត់កក់ឲ្យខ្ញុំគ្រាន់តែឃើញសភាពសក់ខ្ញុំគឺទុនហ្មងហើយបើថាក្រែមបន្ទន់គេវិញនិយាយពីថាបន្ទន់ហើយសក់យើងមិនបាច់យកក្រាស់សិតទេយកតែដៃញុកសៀតចូលក៏មកធូរលហុយដែរចាសាប៊ូរបស់ខ្មែរយើងនឹងឯងសាប៊ូក្លិនចាហើយខ្ញុំឥឡូវខ្ញុំមកបន្តប្រាប់បងប្អូនណាសំណួរជាច្រើនដែលបងប្អូនតែងតែសួរខ្ញុំថាតើអេលីកូនខ្ញុំក្នុងរឿងត្រូវជាមិននឹងខ្ញុំចាអេលីគឺជាកូនខ្ញុំទាំងក្នុងរឿងទាំងក្រៅរឿងរាល់ថ្ងៃចាបើនិយាយឲ្យប្រាប់បងប្អូនទៅគឺខ្ញុំគឺជា single mommy នឹងឯងចាហើយអេលីឆ្នាំនេះមានអាយុ6ឆ្នាំជាង7ឆ្នាំហើយខ្ញុំបានគាត់មួយនឹងជាកម្លាំងចិត្តបន្ទាប់ពីអត់ពីម៉ាក់ខ្ញុំទៅហើយច្រើនឆ្នាំនេះគឺខ្ញុំអត់ដែលបើកចិត្តទទួលយកអ្នកណាទេគឺខ្ញុំខ្វល់តែពីរឿងការងារហើយនឹងសំលុយមើលថែកូនឲ្យតែកូនសុខភាពល្អអត់ឈឺគឺសុបាយចិត្តមានក្តីសុខគ្រប់គ្រាន់ហើយអញ្ចឹងបងប្អូនឆ្ងល់អើយមិនអត់តន់យកគ្រូសាស្ត្រយកប្តីចាដោយសារអីរាល់ថ្ងៃលេងគិតរឿងហ្នឹងហើយគិតតែរឿងការងារសូមឲ្យការងារចូលមកគឺសុបាយចិត្តហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នា